នេះជាស្នាមឈាមដែលធាតុករអូសសពយកទៅអង្គុយមើលជាមិត្តភ័ក្តិនឹងគ្នាចុងក្រោយម្នាក់គឺជាធាតុករម្នាក់ទៀតបានបាត់បង់ជីវិតហេតុការករណីធាតុកម្មកាប់សម្លាប់ស្ទើរដាច់ក្បាលនៅខេត្តបន្ទាយមានជ័យនៅវេលាម៉ោង8យប់ថ្ងៃទី6ខែឧសភាឆ្នាំ2026នៅភូមិអន្សមជែកឃុំសឿស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យពាក់ព័ន្ធទៅនឹងករណីនេះបងប្អូនខ្ញុំទទួលបានប្រភពព័ត៌មានមកថាមិត្តភ័ក្តិជាមួយគ្នាបានអង្គុយផឹកស៊ីជាមួយគ្នាប៉ុន្តែមិនដឹងថាមានចំនួនអីជាមួយគ្នាទេបានឈានដល់ជនសង្ស័យយកកំបិតកាក់មកកាប់ចំកករបស់ជនរងគ្រោះមិនដាល់ឲ្យស្ទើរតែដាច់ក្បាលស្លាប់រួចហើយអូសសពពីវាស្រែទៅដាក់ក្បែរខ្ទមឲ្យអង្គុយមើលរងចាំសមត្ថកិច្ចមកខាត់ខ្លួនឯងតែម្ដងមុនពេលកើតហេតុគឺជនសង្ស័យនិងជនរងគ្រោះគឺជាមិត្តភ័ក្តិនឹងគ្នាបានទៅជួស្រែហើយបានលុយទៅទិញស្រាផឹកនៅផឹកជាមួយគ្នាមិនដឹងជាយ៉ាងម៉េចបានឈានដល់ដំណាក់កាលហ្នឹងមុនពេលដែលជនសង្ស័យបានកាប់ទៅលើជនរងគ្រោះជនសង្ស័យបានទៅយកកំបិតរួចហើយជនរងគ្រោះបានរត់គេចខ្លួនដែររត់បានប្រមាណជា20ម៉ែត្ររត់គេចមិនរួចត្រូវបានជនសង្ស័យកាប់មួយកំបិតចំកកបណ្ដាលឲ្យចិត្តដាច់កតែម្ដងរួចហើយជនសង្ស័យបានអូសបងប្អូនឃើញស្នាមហើយបានអូសសពយកទៅដាក់ក្បែររួចហើយក៏អង្គុយមើលសាកសពនឹងរងចាំសមត្ថកិច្ចមកដល់ចុងក្រោយសមត្ថកិច្ចបានមកដល់ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមតែម្ដងហើយរបស់ជនសង្ស័យបានបញ្ជាក់ថាមុនពេលកើតហេតុម្ដាយបានហាមជនរងគ្រោះដែរថាកុំឲ្យទៅផឹកជាមួយនឹងកូនរបស់គាត់ដែលជាជនសង្ស័យនោះខ្លាចកូនរបស់ខ្លួនខ្លាចកូនរបស់គាត់នោះបែកថ្នាំបែកអីហ្នឹងទៅខ្លាចធ្វើបាបណាមួយទៅកាន់ជនរងគ្រោះទៅតែជនរងគ្រោះអត់ស្ដាប់អានថាជាមិត្តភ័ក្តិនឹងគ្នាទៅជួស្រែបានលុយជាមួយគ្នាមកផឹកជាមួយគ្នាបានឈានដល់ដំណាក់កាលនេះប៉ុន្តែរឿងរ៉ាវនេះប្រភពដែលយើងទទួលដឹងថាមានចំនួនអីជាមួយគ្នាយើងអត់ដឹងច្បាស់ការណាឡើយទេប៉ុន្តែពេលនេះគឺសមាជិកកំពុងធ្វើការសាកសួរជនសង្ស័យបន្ទាប់ពីបានឃាត់ខ្លួនហើយចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីពីមុនមកមានក្រុមគ្នាទេអូនបាទអត់មានក្រុមគ្នាទេគឺវាធ្វើខុសទៅអីណាដែលប្រកាន់ហ្នឹងវាធ្វើខុសទៅអីដែលប្រកាន់ទេបាទហើយទៅកាប់យកដល់កាប់មកបានអូលំដងជាហើយបាទហើយដើមរួយនឹងដល់ពីនេះចាវាមកពីធ្វើការទាំងពីរមកធ្វើការលេងសាន់លវីនេះអត់ទេជួដៃនៅណាផងក៏3នេះអានេះមកតែអីមកមានម៉ាន់នេះដែលទៅចូលមកនេះមកតែមកតែនេះអាពីនេះមកក្រៅមានគៀនណាទេមានតែអីទៅមកបាទយកដើមមកបាទដើមមកលេខខុសលេខដល់ទេដល់នេះគឺចាស់ខោអាហ្នឹង